បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះយិនសុផានិតអញ្ចឹងនេះគឺជាវីដេអូសម្រាប់ការងារ midterm ទី3ដែលយើងនឹងយកវីដេអូទាំងអស់មកប្រគំបញ្ចូលគ្នាហើយអញ្ចឹងដំបូងយើងធ្វើទៅលើការ install Ubuntu server
បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះយិនសុផានិតអញ្ចឹងខ្ញុំសូមមកធ្វើការអនុវត្តទៅលើការងារ midterm ទី1អញ្ចឹងសម្រាប់ requirement ទាំងអស់គឺមានចំនួន9អញ្ចឹងខ្ញុំសូមចាប់ផ្ដើមពីទី1ទៅគឺខ្ញុំត្រូវវាយ comment HTML ដើម្បី check អញ្ចឹងគឺអានេះគឺជាឈ្មោះរបស់ខ្ញុំហើយបន្តមកទៀតទី2ខ្ញុំត្រូវវាយ comment PWD ដើម្បីបង្ហាញថាឥឡូវនេះយើងកំពុងនៅចំកន្លែងណាអញ្ចឹងវាបង្ហាញមកគឺយើងអាចស្ថិតនៅទីតាំងមួយហ្នឹងគឺបន្តមកទៀតទី3ហ្នឹងគឺយើងត្រូវបង្កើត user ថ្មីមួយអញ្ចឹងដើម្បីបង្កើត user ថ្មីបានយើងត្រូវវាយ comment sudo user add dash on space dash s slash bin slash bin slash bash ហើយឈ្មោះដែលយើងចង់ដាក់03ហើយអញ្ចឹងបន្តមកទៀតទី4ខ្ញុំត្រូវការធ្វើការ switch ទៅកាន់ user ថ្មីអញ្ចឹងដើម្បីធ្វើការ switch ទៅកាន់ user ថ្មីខ្ញុំធ្វើឲ្យ comment sudo su ហើយឈ្មោះដែលយើងបង្កើតមិញ3បាទលោកគ្រូហើយឥឡូវយើងបាន switch មកកាន់user ថ្មីដែលយើងបានបង្កើតមិញហ្នឹងអញ្ចឹងបន្តមកទៀតខ្ញុំត្រូវធ្វើការវាយ comment HTML ដើម្បីបង្ហាញ user ថ្មីដែលខ្ញុំបានបង្កើតមិញអរគុណអញ្ចឹងនេះគឺជា user ខ្ញុំបានបង្កើតមិញគឺ net ឈ្មោះ net ផ្សេងបងហើយបន្តមកទៀតទី6ខ្ញុំត្រូវវាយ comment PWD ដើម្បីបង្ហាញពី home directory ដែលខ្ញុំបានបង្កើតថ្មីសូមវាយ killer comment សូមវាយ cd មួយសិនហើយPWD អញ្ចឹងអានេះគឺជា home directory ដែលខ្ញុំបានបង្កើតថ្មីបន្តមកទៀតទី7ខ្ញុំត្រូវបង្កើត folder ថ្មីមួយហើយបន្តពីនោះខ្ញុំត្រូវវាយ comment li ដើម្បីបង្ហាញអញ្ចឹងដើម្បីបង្កើត folder ថ្មីខ្ញុំត្រូវប្រើទៅលើ comment kd ហើយឈ្មោះ folder ដែលខ្ញុំចង់ដាក់dash underscore au អញ្ចឹងខ្ញុំនឹងវាយ comment ls ដើម្បីបង្ហាញ folder មួយនោះអញ្ចឹងគឺជានេះគឺជា folder ដែលយើងបានបង្កើតនេះគឺ net 03 underscore au ហើយតមកទៀតគឺត្រូវការទី8យើងត្រូវត្រឡប់ទៅកាន់ user ដើមវិញអញ្ចឹងខ្ញុំឲ្យ comment exit អញ្ចឹងគឺវានឹងត្រឡប់ទៅកាន់ user ដើមវិញគឺឈ្មោះ net ដែល user ខ្ញុំបង្កើតថ្មីគឺ net 03ហើយទី9គឺខ្ញុំនឹងធ្វើការបង្ហាញ user list តាម cat /etc/
password ចឹងនឹងឲ្យ cat etc នេះវាចេញមកគឺខ្ញុំអត់មានឈ្មោះតាមនេះអញ្ចឹងការងារវិញខ្ញុំបានបញ្ចប់ទាំង4ចំណុចហ្នឹងហើយអញ្ចឹងអរគុណច្រើនជំរាបលាលោកគ្រូបាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះយិនសុផានិតអញ្ចឹងខ្ញុំសូមមកធ្វើអនុវត្តទៅលើការងារ midterm ទី2ដែលលោកគ្រូបានដាក់ឲ្យអញ្ចឹងខ្ញុំសូមបើកទៅលើ PowerShell របស់ខ្ញុំហើយខ្ញុំសូមធ្វើការវាយ command SH ដើម្បីទៅកាន់ server របស់ខ្ញុំបាទលោកគ្រូហើយសូមបញ្ជាក់លោកគ្រូដែរវីដេអូនេះគឺខ្ញុំ voice over ពីលើទេដោយសារនៅពេលដែលខ្ញុំ record ហ្នឹងវាមានបញ្ហាអត់ឮសលេងលោកគ្រូបាទអញ្ចឹងសម្រាប់ចំណុចទី1យើងត្រូវបង្កើតទៅលើ group ដូចជា developer UX UI ហើយនឹង DevOps ហើយអញ្ចឹងខ្ញុំសូមវាយ command sudo ហើយ group add ហើយនឹងជាមួយនឹងឈ្មោះដែលយើងត្រូវបង្កើតហ្នឹងមានដូចជាទី1គឺ developer ហើយអញ្ចឹងយើងចុច enter វាមកគឺវាឲ្យយើងវាយ password អញ្ចឹងខ្ញុំវាយ password របស់ខ្ញុំហើយអញ្ចឹងបានន័យថាខ្ញុំធ្លាប់បង្កើតមុននឹងហើយម្ដងហើយអញ្ចឹងខ្ញុំត្រូវធ្វើការលុបវាសិនដើម្បីបង្កើតវាមកវិញខ្ញុំនឹងវាយ command លុបវាខ្ញុំវាយ command លុបវាសិនអូខេឥឡូវខ្ញុំបានធ្វើការលុបវាហើយអញ្ចឹងខ្ញុំសូម create group នឹងឡើងមកវិញមកគឺវាយ command sudo ហើយបូកជាមួយនឹង group add ហើយឈ្មោះdeveloper ដែលខ្ញុំចង់បង្កើតហ្នឹងអញ្ចឹងខ្ញុំចុច enter មកខ្ញុំបង្កើត group មួយទៀតគឺ group UI UI អញ្ចឹងខ្ញុំវាយ command sudo ហើយ group add ហើយបន្តមកទៀតគឺទៅលើខ្ញុំវាយទៅលើឈ្មោះរបស់ខ្ញុំគឺ UX UI តែប៉ុណ្្នឹងទេហើយខ្ញុំចុច enter ហើយកន្លែងនេះក៏ខ្ញុំបានបង្កើតមុនហ្នឹងដែរខ្ញុំបានតេស្តវាមុនហ្នឹងម្ដងអញ្ចឹងខ្ញុំនឹងធ្វើការលុបវាវិញអញ្ចឹងខ្ញុំនឹងបង្កើតវាមួយទៀតគឺgroup DevOps អញ្ចឹងខ្ញុំនឹងវាយ command sudo del ហើយជាមួយនឹង group add ហើយបន្តមកទៀតឈ្មោះដែលខ្ញុំចង់បង្កើតហ្នឹងហើយខ្ញុំ enter មកគឺវាបានបង្កើតហើយអញ្ចឹងខ្ញុំធ្វើការ check មើលថាតើ group ហ្នឹងខ្ញុំអាចបង្កើតបានមែនអត់អញ្ចឹងខ្ញុំប្រើ command cat /etc/group ហើយខ្ញុំ enter កន្លែងនេះខ្ញុំអត់ស្អីខ្ញុំដូចជាសេខុសអញ្ចឹងខ្ញុំសូមសរសេរសារថ្មីអញ្ចឹង cat ហើយ /space
etc/group ហើយខ្ញុំចុច enter មកគឺវានឹង load មកហើយអញ្ចឹងអានេះគឺជា group ដែលខ្ញុំបានបង្កើតមុនហ្នឹងមាន developer UX UI ហើយ DevOps បន្តមកទៀតខ្ញុំត្រូវ delete group មួយចេញពីកន្លែងដែលខ្ញុំបានបង្កើតហ្នឹងគឺអញ្ចឹងខ្ញុំនឹងធ្វើការវាយ command sudo group delete បូកជាមួយនឹងឈ្មោះដែលខ្ញុំចង់ឈ្មោះ group ដែលខ្ញុំត្រូវ delete ហ្នឹងអញ្ចឹងខ្ញុំសុំវាយវាមកចឹងខ្ញុំនឹងចុច enter មកវានឹងកំពុងដើរហើយអញ្ចឹងដើម្បីដឹងថាខ្ញុំអាច delete group នឹងបានជោគជ័យអត់ខ្ញុំត្រូវធ្វើការប្រើទៅលើ cat នោះទៀតដើម្បី check /group ហើយបន្តមកខ្ញុំធ្វើការ enter ទៅអូខេអញ្ចឹងgroup ដែលខ្ញុំបាន delete មុនហ្នឹងគឺវានៅខាងក្រោមគេបានបាត់ហើយឈ្មោះ DevOps ហ្នឹងហើយអញ្ចឹងខ្ញុំនឹងធ្វើការ create group មិញឡើងមកវិញដោយប្រើ command sudo group add ហើយឈ្មោះរបស់ group របស់ខ្ញុំហ្នឹងហើយអញ្ចឹងខ្ញុំនឹងធ្វើការវាយវាមកចុច enter ទៅអញ្ចឹងដើម្បីចង់ដឹងថា group មិញខ្ញុំបង្កើតមកវិញបានជោគជ័យអត់អញ្ចឹងខ្ញុំត្រូវ check វាម្ដងទៀតដោយប្រើ command cat dan cat space /etc/group អូខេអញ្ចឹងនេះគឺជា group ដែលខ្ញុំបាន delete មិញខ្ញុំនឹងបង្កើតវាមកវិញបានជោគជ័យហើយបន្តមកទៀតខ្ញុំនឹងធ្វើការបង្កើត file ចំនួន3 file txt អញ្ចឹងខ្ញុំនឹងវាយ command sudo torchហើយជាមួយនឹងឈ្មោះ file របស់យើងដែលភ្ជាប់ជាមួយនឹងកតុយ txt អញ្ចឹងខ្ញុំទី1គឺ developer process .txt ហើយមួយទៀតUX UI process.txt ដូចគ្នាហើយបន្តមកទៀតគឺ DevOps process ដែរហើយភ្ជាប់ជាមួយនឹង extension.txt ដូចគ្នាអញ្ចឹងខ្ញុំបានធ្វើការ enter មកគឺខ្ញុំត្រូវធ្វើការប្រើ command ls ដើម្បី check វាថាខ្ញុំបង្កើតវាបានជោគជ័យឬអត់អញ្ចឹងប្រើ command ls -l ដើម្បីសូវាជាតារាងអូខេអញ្ចឹងនេះគឺជា group ដែលខ្ញុំគឺជា file ដែលខ្ញុំបានបង្កើតមិញយើងមាន developer process DevOps process ហើយ UI processបានអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការ change permission របស់វាsudo chmod chmod ហើយជាមួយនឹងលេខ755ហើយឈ្មោះ
គ្រប់ដែលយើងនឹងត្រូវធ្វើការឆែក information ហ្នឹងដែល warp dash take បានចឹងកន្លែងហ្នឹងខ្ញុំបានធ្វើការបដូរវាបានជោគជ័យហើយគឺយើងមកតាមជាក់ស្ដែងគឺវាមានការខុសគ្នាហើយខុសប្លែកពីគ្នាហើយអញ្ចឹងបន្តមកទៀតខ្ញុំនឹងត្រូវធ្វើការបដូរទៅលើឈ្មោះ file របស់ខ្ញុំ sudo ជាមួយនឹងch command ch orwin ហើយបន្តមកទៀតឈ្មោះ file របស់ខ្ញុំដែលខ្ញុំត្រូវធ្វើការផ្លាស់ប្ដូរហ្នឹងអូខេអញ្ចឹងខ្ញុំសូមវាយវាម្ដងទៀតខ្ញុំវាយ comment ដែរគឺ sudo ch orwin ជាមួយនឹងឈ្មោះ file របស់យើង
.txt ខ្ញុំ enter មួយមកអញ្ចឹងឡើយខ្ញុំត្រូវធ្វើការ check វាដោយប្រើ command ls ហើយយើង enter មកអញ្ចឹងបន្តមកទៀតខ្ញុំនឹងធ្វើការបញ្ចូល file ហ្នឹងទៅកាន់ user របស់ខ្ញុំអញ្ចឹងខ្ញុំនឹងប្រើ command sudo user mode space -ag ជាមួយនឹងឈ្មោះ file ហើយខ្ញុំនឹងដាក់ចូលទៅកាន់ user របស់ខ្ញុំឈ្មោះ net ភាសា user របស់ខ្ញុំទាំងអស់មាន3ហើយមួយទៀត user mode ដដែលហើយឈ្មោះ file របស់ខ្ញុំហើយនឹងខ្ញុំនឹងបញ្ចូលទៅកាន់ឈ្មោះ user net 2មួយនេះខ្ញុំដាក់ទៅកាន់អូខេអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការ check វាអញ្ចឹងវាចេញមកហើយនេះគឺខ្ញុំបានបញ្ចូលវាទៅក្នុង user របស់ខ្ញុំហ្នឹងហើយអញ្ចឹងខ្ញុំនឹងធ្វើការ check វាដោយប្រើ cat -devops .txt អូខេកន្លែងនេះខ្ញុំអត់ត្រូវទេខ្ញុំសូមវាយសារថ្មីអូខេកន្លែងនេះខ្ញុំនឹងធ្វើការ change permission CH mode ជាមួយនឹង770ត្រូវទេដោយសារខ្ញុំវាយមុនហ្នឹងខុសអញ្ចឹងខ្ញុំវាយសារថ្មីអូខេអញ្ចឹងកន្លែងនេះវាដើរហើយអញ្ចឹងខ្ញុំនឹងធ្វើការ check វាម្ដងទៀត
ok cái này nó bắt đầu bị nhầm thưa hay nhầm thua cả access cho tất cả file bỏ nhầm nắng đợt phở của mình cat bốc cho mình mua file đại nhầm nâng access tới nắng cứ develop dash process txt ok chẳng được bây giờ sẽ cho tới về đăng load permission và hai mà dân khơi bạn đã cố ở trong càng nghe bảo nhóm miền bản năng thì ở con chân của